ច្រកចូលវត្តសត្វមៈបងប្អូនវត្តសត្វមៈខ្ញុំចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកខ្ញុំបានហើយជាពិសេសគឺបងប្អូនដែលគាត់ចង់រស់នៅក្បែរវត្តឬក៏បាទនៅជិតក្រុងអង្គរបាទនៅជិតក្រុងអង្គរតែម្ដងបាទហើយជំរឿទីសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំសូមណែនាំដីមួយកន្លែងហើយដីនេះគឺមិនមែនជាដីណាគឺដីខ្លួនឯងផ្ទាល់តែម្ដងអញ្ចឹងសូមណែនាំបងប្អូនចម្ងាយផ្លូវនៃការទៅគឺពីអង្គរវត្តទៅប្រហែលជា15 គីឡូបងប្អូនបាទពីអង្គរធំ12 គីឡូមកដល់ផ្លូវប្រាសាទព្រះខ័នបត់ឆ្វេងបងប្អូនអត់ដល់ប្រាសាទទេបត់ឆ្វេងផ្លូវទៅពាក់ស្នែងជិះតាមផ្លូវបេតុងថ្មីហ្នឹងបងប្អូនបាទយើងជិះរហូតអញ្ចឹងទៅបាទរហូតដល់បាទទីតាំងគឺចិត្តវត្តវិសុទ្ធមគ្គតែម្ដងបាទនេះគឺធ្វើផ្លូវធ្វើដំណើរបាទនេះវត្តវិសុទ្ធមគ្គបងប្អូននេះនៅខាងឆ្វេងដៃអញ្ចឹងយើងទៅពីវត្តវិសុទ្ធមគ្គទៀតគឺចម្ងាយប្រហែលជា500 ម៉ែត្របងប្អូនបាទ500 ម៉ែត្រគឺដល់ផ្លូវបងប្អូនផ្លូវចូលមិញ5 ម៉ែត្រផ្លូវគេចូលទៅដល់ក្នុងកន្លែងដីហ្នឹងមិញបាទនៅផ្លូវបេតុងគេបាទមានភូមិមានអីគេនេះផ្លូវទៅពាក់ស្នែងបងពាក់ស្នែងនេះផ្លូវមកពីអង្គរវត្តតែម្ដងដល់ចូលក្នុងដី150 ម៉ែត្រដល់ដីខ្ញុំទៅចុះពីផ្លូវបេតុងមកប្រហែលជា150 ម៉ែត្របងប្អូនបាទនេះក្បាលដីនោះហើយតែបើយើងគិតពីនោះមកវា22មកដល់បកគោនេះ22 ម៉ែត្រទាំងចំណៃផ្លូវនេះផ្លូវ5 ម៉ែត្រដីក្នុងភូមិបងប្អូនទៅមើលចេះថាចកាអត់ទេណានេះបដោយវាគឺ57បាទ57បងប្អូន57នេះខ្ញុំបានដាក់ផ្លាបាទខ្ញុំដាក់ផ្លាកលេខទូរស័ព្ទខ្ញុំផ្ទាល់អានេះខ្ញុំឲ្យវាឈូសខ្ញុំមុនបាទកុំឲ្យវាស្មៅដោះច្រើនពេកយើងឈូសព្យួរវាចោលសាទៅមានផ្លូវបាទផ្លូវ5 ម៉ែត្រផ្លូវគេមកស្រែមកអីហ្នឹងបងប្អូនផ្លូវដីក្នុងភូមិនៅជិតវត្តសត្វមគ្គនៅជ្រុងនេះបងប្អូនអានេះតុយបាទតុយនេះបកគោលព្រំដីបងប្អូនទឹកមុខដីធំល្អសម្រាប់បងប្អូនដែលគាត់ចង់ធ្វើផ្ទះបែបស្ងប់ស្ងាត់បាទដាំដំណាំដាំអីចឹងបាទគឺល្អមែនតើដីនេះដីនៅក្នុងភូមិបងនៅសារនៅក្រៅភូមិគេនៅនោះបាទភូមិគេហើយតមកមានវាស្រែចឹងទៅហើយផ្លូវចុះមកតែ150 ម៉ែត្របងប្អូនបាទ150 ម៉ែត្រមកដល់ដីខ្ញុំតែម្ដងបាទអញ្ចឹងបងប្អូនដែលគាត់ចំណាប់អារម្មណ៍ចង់តំណាក់តំណងទិញបងប្អូនអាចតំណាក់តំណងតាមលេខទូរស័ព្ទនឹងក៏បានហើយលេខទូរស័ព្ទរបស់ខ្ញុំហ្នឹងគឺមានលេខ Telegram បងប្អូនណាបាទមានលេខ Telegram ខ្ញុំលក់តម្លៃធូរបងបាទតម្លៃធូរទេគឺ10000 ជាងបាទ10000 ជាងទូចបងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកខ្ញុំបានហើយជាពិសេសគឺបងប្អូនដែលគាត់ចង់រស់នៅក្បែរវត្តឬក៏បាទនៅជិតក្រុងអង្គរបាទនៅជិតក្រុងអង្គរតែម្ដងបាទហើយចាំមើលទីខ្ញុំនឹងវាស់ថាពីដីខ្ញុំទៅដល់អង្គរវត្តហ្នឹងប្រហែលគីឡូខ្ញុំនឹងបញ្ជាក់ប្រាប់នៅក្នុងវីដេអូនេះបងប្អូនបាទនេះទំហំដីគឺថាធំស្អាតខាងនោះគេដាក់លបងឲ្យស្រេចហើយតែសារខ្ញុំមកដាក់លបងខាងនេះដោយសារលបងខាងនេះគឺជាផ្លូវយើងអត់បញ្ហាទេយើងអាចដាក់ពេលក្រោយក៏បានដែរសម្រាប់បងប្អូនដែលគាត់មករស់នៅយើងអាចធ្វើផ្ទះបាទយើងអាចដាំដំណាំអីផ្សេងគឺដីនេះគឺផលគឺល្អមែនតើបាទចង់ដាំដំណាំអីក៏បានដែរខ្ញុំលក់ស្ដាយដែរបងប្អូនបាទដោយសារខ្ញុំត្រូវការលុយបន្ទាន់ខ្ញុំត្រូវការលុយបាទខ្ញុំលក់ក៏មិនអត់លក់ទេបាទស្ដាយណាដីនេះគឺដីស្អាតមែនតើខ្ញុំទិញ7 8 ឆ្នាំហើយបងប្អូនទិញយូរដែរហើយឥឡូវនេះក៏បានធ្វើប្លង់ឲ្យស្រេចប្លង់រឹងបាទធ្វើប្លង់រឹងឲ្យស្រេចដែរពីមុនមកអត់មានប្លង់រឹងទេប្លង់ទុនទេឥឡូវធ្វើវាស់ក្បាលដីប្លង់រឹងអស់ហើយបាទមានចុងស្លឹកមានអីស្រេចហ្នឹងហើយចាំតែថ្ងៃដកប្លង់ទៅបងប្អូនណាចុងបងប្អូនในចំណាប់អារម្មណ៍បងប្អូនកុំភ្លេចតាក់ទងមកបាទតាមលេខទូរស័ព្ទឬលេខ Telegram ហ្នឹងបាទអានេះលេខទូរស័ព្ទរបស់ខ្ញុំបាទចឹងអរគុណច្រើនបងប្អូនដីមានប៉ុណ្្នឹងឯងបងប្អូនបាទ